អ្នកលេងបណ្ដាញសង្គមនៅកម្ពុជាមិនគួរណាយើងយកបទសម្ភាសន៍រវាងថ្នាក់ដឹកនាំកម្ពុជាគឺសម្ដេចនាយករដ្ឋមន្ត្រីជាមួយនឹងសារព័ត៌មាន Reuters យកទៅបញ្ចេញបញ្ចូលឬក៏លេបខាយទៅដល់ភាគីណាមួយទេបងប្អូនបាទការធ្វើរបៀបនេះគឺវាប្រជាអំពីន័យដើមនៃកិច្ចសម្ភាសន៍ហើយវាកាន់តែធ្វើឲ្យភាគីនីមួយៗនឹងមានការយល់ច្រឡំលើគ្នាអ្វីដែលសម្ដេចនាយករដ្ឋមន្ត្រីគាត់បានលើកឡើងគឺបង្ហាញអំពីស្អីដែលជាគោលគំនិតរបស់ថ្នាក់ដឹកនាំបាទអញ្ចឹងកាលណាយើងនាំគ្នាបញ្ចេញបញ្ចូលឬក៏លើកដាក់ឬក៏លេបខាយឬក៏ធ្វើឲ្យអត្ថបទហ្នឹងវាคล้ายទៅជាអត្ថបទមួយអាចនឹងនាំឲ្យមានការយល់ច្រឡំហើយអ្វីដែលយើងបារម្ភហ្នឹងគឺការយល់ច្រឡំអំពីភាគីថៃពិតហើយអ្វីដែលសម្ដេចនាយករដ្ឋមន្ត្រីគាត់បានលើកឡើងហ្នឹងគឺភាគីថៃគាត់បានដឹងហើយប៉ុន្តែអ្វីដែលយើងគួរបារម្ភគឺប្រជាជនថៃបាទយើងមិនចង់ឲ្យប្រជាជនថៃឬក៏ប្រជាជនកម្ពុជានឹងមានការភ័ន្តច្រឡំទៅនឹងប្រសាសន៍ដើមទាំងស្រុងរបស់សម្ដេចនាយករដ្ឋមន្ត្រីទេហើយឥឡូវនេះខ្ញុំបានឃើញអ្នកលេងបណ្ដាញសង្គមមួយចំនួនបងប្អូនបាទគាត់យកសម្ដីដែលសម្ដេចនាយករដ្ឋមន្ត្រីនឹងសម្ភាសជាមួយ Reuters នឹងទៅបញ្ចេញបញ្ចូលរបៀបលក្ខណៈអ្នកខ្លះទៅក៏ឌឺដងអ្នកខ្លះទៅក៏លេបខាយអ្នកខ្លះទៅក៏និយាយថាអញ្ចេះមួយចុះពីរដែលអាចធ្វើឲ្យប្រជាជនថៃនឹងក៏មានការយល់ច្រឡំដែរបាទហើយនៅពេលដែលយល់ច្រឡំវាជាការដាក់សម្ពាធទៅរដ្ឋាភិបាលថៃទៅវិញបាទបងប្អូនដឹងហើយប្រជាជនថៃកន្លងមកតែងតែមានសម្ពាធចំពោះរដ្ឋាភិបាលរបស់ខ្លួនអញ្ចឹងខ្លាចតែគាត់យល់ខុសពីស្អីដែលបងប្អូននិយាយវាធ្វើឲ្យទំនាក់ទំនងរបស់រដ្ឋាភិបាលនិងរដ្ឋាភិបាលហ្នឹងកាន់តែប្រឈមហើយប៉ុន្តែដោយសារតែកម្ដៅដែលកើតឡើងពីប្រជាជនរុញបាទដល់រុញទៅវាធ្វើឲ្យពេលខ្លះរដ្ឋាភិបាលថៃនោះគាត់ពិបាកក្នុងការដោះស្រាយដែរអញ្ចឹងខ្ញុំសង្ឃឹមថាការជៀសវាងនៅការភ័ន្តច្រឡំទាំងឡាយពិសេសការបកស្រាយអំពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីទៅដល់សាធារណជនមិនថាប្រជាជនខ្មែរឬក៏ប្រជាជនថៃទេជៀសវាងធ្វើម៉េចកុំឲ្យពួកគាត់យល់ច្រឡំបាទបើអ្នកចេះអង់គ្លេសមិនសូវអីទេប៉ុន្តែបើប្រជាជនខ្មែរយើងឬក៏ថៃដែលគាត់អត់ចេះអង់គ្លេសហើយគាត់ស្ដាប់តាមស្អីដែលបងប្អូនអ្នកលេងបណ្ដាញសង្គមគាត់និយាយតាមរយៈការបន្ថែមបន្ថយបាទលើកដាក់អីចេះមួយចុះពីរទៅវាធ្វើឲ្យកម្ដៅនៃការផ្ដល់កិច្ចសម្ភាសជាក់ស្ដែងហ្នឹងវាទៅជាខុសប្រាក់ពីនៃដើមអញ្ចឹងធ្វើម៉េចយើងជៀសវាងទាំងអស់គ្នាបងប្អូនបាទដើម្បីកុំឲ្យមានការយល់ច្រឡំហើយអ្វីដែលថ្នាក់ដឹកនាំគាត់បានមានប្រសាសន៍អានោះគឺជាការទទួលខុសត្រូវរបស់គាត់បាទមិនជាអ្វីទេប៉ុន្តែបើយើងយកប្រសាសន៍របស់គាត់មកកលៃមកបន្ថែមបន្ថយវាអាចធ្វើឲ្យបាត់នៃដើមបាទនៅពេលដែលបាត់នៃដើមវាធ្វើឲ្យប្រជាជនថៃឬក៏ខ្មែរដែលអត់យល់នៃអង់គ្លេសហ្នឹងគាត់ចាប់ដើមយល់ច្រឡំហើយជួនកាលប្រជាជនខ្មែរខ្លួនឯងក៏យល់ច្រឡំថាចុំសម្ដេចនាយករដ្ឋមន្ត្រីនិយាយអញ្ចេះអ្វីប៉ុន្តែពិតគាត់អត់បាននិយាយទេបាទហ្នឹងមកពីអីមកពីជួនកាលគាត់ស្ដាប់អ្នកបញ្ចេញបញ្ចូលហើយប្រជាជនថៃក៏អញ្ចឹងដែរជួនកាលយើងសែឌៀមដាមគាត់ចុះឡើងនៅពេលដែលគាត់ឃើញនោះគាត់ទៅញោះរដ្ឋាភិបាលគាត់ហ្នឹងក៏ថាបានដែរដល់អញ្ចឹងវាធ្វើឲ្យកម្ដៅវាធ្វើឲ្យដំណោះស្រាយរវាងភាគីទាំងពីរឬក៏ប្រទេសទាំងពីរហ្នឹងវាកាន់តែពិបាកនៅក្នុងការរកផ្លូវចេញអញ្ចឹងខ្ញុំសនំពរបងប្អូនបាទធ្វើម៉េចកុំបញ្ចេញបញ្ចូលបាទបើយើងបង្ហោះស្អីដែលគាត់និយាយអានឹងវាអត់អីទេបងប្អូនណាបាទប៉ុន្តែបើយើងបញ្ចេញបញ្ចូលអ្នកខ្លះទៅក៏ឌៀមដាមទៅខ្ញុំគិតថាយើងធ្វើអញ្ចឹងមិនត្រឹមត្រូវទេអញ្ចឹងយើងសូមបញ្ឈប់ហើយបើបងប្អូនណាបានបង្ហោះអ្វីដែលខ្ញុំបាននិយាយហើយបងប្អូនអាចពិចារណានៅក្នុងការលុបឬក៏កែសម្រួលអីយ៉ាងម៉េចអានឹងអាស្រ័យលើបងប្អូនបាទប៉ុន្តែបើយល់ល្អយើងគួរតែលុបហើយដាក់ស្អីដែលជាន័យដើមរបស់សម្ដេចនាយករដ្ឋមន្ត្រីគាត់បានមានប្រសាសន៍ជាមួយនឹងសារព័ត៌មានអន្តរជាតិអញ្ចឹងកាលណាយើងធ្វើបានវានាំឲ្យប្រជាជននឹងអត់មានការភ័ន្តច្រឡំគ្នាទៀតទេអ្វីដែលខ្ញុំបារម្ភគឺខ្លាចតែច្រឡំនឹងឯងបាទនៅពេលដែលយើងបញ្ចេញបញ្ចូលទៅគេហៅថាក្អែកមួយជាក្អែក10ណាដល់យូរទៅតែមមតែលឺដល់ថៃហ្នឹងវាទៅជាវវហ្នឹងវាទៅជារឿងអីផ្សេងទៅដែលប្រជាជនថៃគាត់យល់ច្រឡំពីយើងបាទហើយខ្ញុំនិយាយចឹងមិនមែនខ្ញុំខ្លាចប្រជាជនថៃទេបងប្អូនបាទប៉ុន្តែយើងធ្វើម៉េចយើងពំនាំនៅព័ត៌មានពិតយើងផ្សព្វផ្សាយតែព័ត៌មានពិតបានហើយកណាយើងបន្ថែមបន្ថយយើងលើកចេះមួយចុះពីរវាអាចធ្វើឲ្យអ្នកស្ដាប់ហ្នឹងគាត់យល់ន័យផ្សេងដែលជាបច្ច័យអាចនាំឲ្យភាគីទាំងពីរហ្នឹងពិបាកដោះស្រាយជាមួយគ្នាបាទសូមអរគុណសូមជម្រាបលា